រឿងសូត្រវេទមន្តរបស់ព្រះនាងសុភាក្នុងព្រះបរមរាជវាំងដ៏ស្កឹមស្កៃមួយព្រះនាងសុភាដ៏មានរូបឆោមលោមពណ៌បានសម្លឹងមើលទៅក្រៅដោយក្តីមោទនភាពព្រះនាងស្រឡាញ់តែរបស់របរដ៏ប្រណិតប៉ុណ្ណោះជារៀងរាល់ថ្ងៃព្រះនាងសុភាតែងតែចំណាយពេលជាច្រើនម៉ោងដើម្បីរើសសម្ពុតសូត្រសម្រាប់ព្រះនាងសូត្រណាដែលមិនល្អឥតខ្ចោះគឺមិនអាចយកមកប្រើបានឡើយសូម្បីតែសម្ពុតដែលមានសរសៃសូត្រតូចមួយមិនស្មើគ្នាក៏ព្រះនាងសុភាចោលវាដោយមិនសោកស្ដាយស្រណោះឡើយព្រះនាងពិតជាមានចិត្តរឹងរូសណាស់ថ្ងៃមួយលោកយាយត្បាញសូត្រម្នាក់ដែលមានឈ្មោះថាអរុណីបានមកដល់វាំងគាត់មានរឿងសំខាន់ចង់ប្រាប់ព្រះនាងលោកយាយអរុណីបាននិយាយថាព្រះនាងខ្ញុំមានសូត្រទិព្វដែលមានតែមនុស្សមានចិត្តមេត្តាប៉ុណ្ណោះទើបអាចមើលឃើញវាបានព្រះនាងសុភាសោតចំអកសូត្រទិព្វមនុស្សមានចិត្តមេត្តាតើលោកយាយមានផុសតាងអ្វីលោកយាយអរុណីបានលើកដៃបង្ហាញមើលចោះព្រះនាងវាមានពន្លឺចែងចាំងខ្លាំងណាស់ព្រះនាងសុភាខ្លាចគេថៃល្ងងព្រះនាងក៏ធ្វើជាមើលឃើញអូហូវាស្អាតណាស់ខ្ញុំមើលឃើញវាព្រះនាងសុភាខ្លាចគេថៃល្ងងព្រះនាងក៏ធ្វើជាមើលឃើញអូហូវាស្អាតណាស់ខ្ញុំមើលឃើញវាព្រះនាងសុភាក៏បញ្ជាឲ្យលោកយាយអរុណីត្បាញសម្ពុតសូត្រទិព្វនោះឲ្យបានលឿនបំផុតពេលវេលាកន្លងផុតទៅព្រះនាងសុភាកាន់តែមានចិត្តអន្ទះសារព្រះនាងចង់ឃើញសម្ពុតនោះខ្លាំងណាស់នៅភូមិឆ្ងាយលោកយាយអរុណីកំពុងតែត្បាញសម្ពុតយ៉ាងយកចិត្តទុកដាក់ក្មេងស្រីអ្នកភូមិម្នាក់ឈ្មោះចន្ទធូក៏បានយកសម្ពុតកប៉ាស់តូចមួយដែលគាត់ស្រឡាញ់បំផុតមកជូនលោកយាយអរុណីលោកយាយអរុណីញញឹមកូនអើយសម្ពុតនេះមានតម្លៃជាងមាសទៅទៀតពេលវេលាមកដល់ហើយលោកយាយអរុណីបានត្រឡប់មកវាំងវិញជាមួយក្មេងស្រីចន្ទធូព្រះនាងសុភាដើរចូលមកដោយទឹកមុខធម្មតានិងចិត្តត្រជាក់ស្រេបលោកយាយអរុណីបង្ហាញដៃទទេនេះណែព្រះនាងវាស្អាតជាងមាសទៅទៀតព្រះនាងសុភាមិនហ៊ាននិយាយទេអូហូវាស្អាតខ្លាំងណាស់ខ្ញុំមិនដែលឃើញសម្ពុតណាស្អាតជាងនេះទេលោកយាយអរុណីក៏ចាប់ផ្ដើមត្បាញសម្ពុតទិព្វឲ្យព្រះនាងសុភាព្រះនាងសុភាមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់ប៉ុន្តែព្រះនាងនៅតែធ្វើជាមើលឃើញព្រះនាងសុភាចាប់ផ្ដើមញ័រពីទ្រុសព្រះនាងមិនបានស្លៀកអ្វីសោះក្មេងស្រីចន្ទធូក៏បានយកសម្ពុតកប៉ាស់តូចមួយមកជូនព្រះនាងសុភាចន្ទធូនិយាយព្រះនាងយកសម្ពុតនេះទៅវាមានកម្ដៅណាស់ព្រះនាងសុភាចង់បានសម្ពុតកប៉ាស់នោះណាស់ប៉ុន្តែព្រះនាងខ្លាចគេថាល្ងងព្រះនាងសុភាមិនអាចទ្រាំបានទៀតហើយក៏យំសោកយ៉ាងខ្លាំងព្រះនាងសុភាសារភាពថាខ្ញុំមិនឃើញសម្ពុតទិព្វនោះទេខ្ញុំគ្រាន់តែជាមនុស្សមានចិត្តអាក្រក់ម្នាក់ព្រះនាងសុភាក៏ទទួលសម្ពុតកប៉ាស់ពីចន្ទធូព្រះនាងសុភាមានអារម្មណ៍ថាកម្ដៅចេញពីសម្ពុតកប៉ាស់ដែលមានន័យថាព្រះនាងមានចិត្តមេត្តាហើយលោកយាយអរុណីក៏បង្ហាញសម្ពុតសូត្រទិព្វដែលមានពន្លឺចែងចាំងលោកយាយអរុណីបានប្រគល់សម្ពុតសូត្រទិព្វជូនចន្ទធូដែលមានចិត្តមេត្តាចាប់តាំងពីថ្ងៃនោះមកព្រះនាងសុភាលែងមានចិត្តមោទនភាពខ្លួនឯងទៀតហើយព្រះនាងយល់ថាចិត្តមេត្តាសំខាន់ជាងអ្វីទាំងអស់